ការប្រើប្រាស់ be going to នៅក្នុងសៀវភៅគន្លឹះវេយ្យាករណ៍បើសិនជាបងប្អូនចង់បានសៀវភៅសូម comment ខាងក្រោមឬក៏ចាត់ចូលទៅក្នុង page be going to មានន័យថានឹងធ្វើអ្វីមួយពួកយើងប្រើប្រាស់ be going to នៅពេលដែលនិយាយពីសកម្មភាពឬក៏គម្រោងណាមួយជាក់លាក់ចំពោះទម្រង់គឺយើងមាន subject បូក be going to បូក base ហ្នឹងគឺ base verb យើងហៅកិរិយាសព្ទដើមក៏បានដែរឧទាហរណ៍ I am going to visit my hometown this week ខ្ញុំនឹងទៅលេងស្រុកកំណើតរបស់ខ្ញុំសប្តាហ៍នេះ They are going to visit Angkor Wat next year ពួកគេនឹងទៅលេង Angkor Wat នៅឆ្នាំក្រោយ Rosa is going to grow more plants in her garden Rosa នឹងដាំរុក្ខជាតិបន្ថែមនៅក្នុងសួនច្បាររបស់នាងការប្រើប្រាស់ be going to នៅក្នុងសៀវភៅគន្លឹះវេយ្យាករណ៍បើសិនជាបងប្អូនចង់បានសៀវភៅសូម comment ខាងក្រោមឬក៏ចាត់ចូលទៅក្នុង page be going to មានន័យថានឹងធ្វើអ្វីមួយពួកយើងប្រើប្រាស់ be going to នៅពេលដែលនិយាយពីសកម្មភាពឬក៏គម្រោងណាមួយជាក់លាក់ចំពោះទម្រង់គឺយើងមាន subject បូក be going to បូក base ហ្នឹងគឺ base verb យើងហៅកិរិយាសព្ទដើមក៏បានដែរឧទាហរណ៍ I am going to visit my hometown this week ខ្ញុំនឹងទៅលេងស្រុកកំណើតរបស់ខ្ញុំសប្តាហ៍នេះ They are going to visit Angkor Wat next year ពួកគេនឹងទៅលេង Angkor Wat នៅឆ្នាំក្រោយ Rosa is going to grow more plants in her garden Rosa នឹងដាំរុក្ខជាតិបន្ថែមនៅក្នុងសួនច្បាររបស់នាង